ជំរាបសួរស្ដីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូមួយនឹងបង្ហាញបងប្អូនទាំងអស់គ្នាពីរបៀប boost like នៅលើវីដេអូ TikTok ជាមួយនឹង website JSMM សម្រាប់បងប្អូនដែលចង់ឲ្យវីដេអូ TikTok របស់បងប្អូនមានចំនួនអ្នក like ច្រើនបងប្អូនកុំភ្លេចតាមដានវីដេអូមួយនេះពីដើមដល់ចប់ធានាថាបងប្អូននឹងឃើញប្រសិទ្ធភាពពិតៗបន្ទាប់ពីធ្វើតាមវិធីនៅក្នុងវីដេអូមួយនេះចំពោះវិធីធ្វើវិញគឺអត់មានអីពិបាកទេបងប្អូនគឺបងប្អូនគ្រាន់តែមាន link វីដេអូ TikTok របស់បងប្អូនអាច boost ចំនួន like បានយ៉ាងច្រើនទៅតាមបំណងរបស់បងប្អូនបានដោយខ្លួនឯងដោយប្រើពេលត្រឹមតែរយៈពេលខ្លីមិនត្រឹមតែប៉ុណ្ណោះគឺវាមានតម្លៃសមរម្យមែនទែនដូច្នេះហើយកុំឲ្យខាតពេលយូរបងប្អូនអាចទៅតាមដានវិធីធ្វើនៅក្នុងវីដេអូមួយនេះជាមួយនឹងនាងខ្ញុំទាំងអស់គ្នាជាដំបូងតម្រូវបងប្អូន sign up ឬ sign in ចូលទៅកាន់ website JSMM ជាមុនសិនដើម្បីចូលធ្វើសេវាកម្មសម្រាប់បងប្អូនដែលជាសមាជិកថ្មីបងប្អូនអាចបង្កើតគណនីមួយដើម្បីចុះឈ្មោះចូលធ្វើសេវាកម្មបានហើយប្រសិនបើបងប្អូនអត់ទាន់ចេះបង្កើតឬអត់ទាន់ចេះពីរបៀបចុះឈ្មោះចូលទេបងប្អូនអាចចុចចូលមើល link ដែលនៅខាងក្រោមវីដេអូមួយនេះបានដើម្បីដឹងពីរបៀបនៃការចុះឈ្មោះចូលជំហានបន្ទាប់បងប្អូនឃើញមានពាក្យ Instagram Telegram នៅខាងក្រោមហ្នឹងបងប្អូនអូសវាមកបងប្អូននឹងឃើញមានពាក្យថា TikTok បងប្អូនអាចចុចចូលទៅលើពាក្យ TikTok នឹងបានហើយបន្ទាប់មកបងប្អូនអូសវាមកក្រោមបន្តិចហើយបងប្អូនចុចចូលទៅលើពាក្យថា categoryដែលនៅក្នុងហ្នឹងគឺវាមានសេវាកម្មច្រើនមែនតើដែលតាក់ទងទៅនឹង TikTok គឺវាមានដូចជា TikTok like TikTok follower TikTok view TikTok save TikTok share TikTok comment story view live stream view ក៏មានដែរបងប្អូនដូច្នេះហើយបងប្អូនចង់ចូលធ្វើសេវាកម្មមួយណាបងប្អូនអាចចុចចូលទៅលើសេវាកម្មមួយហ្នឹងបានហើយសម្រាប់បងប្អូនដែលចង់ធ្វើសេវាកម្មតាក់ទងទៅនឹង like TikTok បងប្អូនអាចចុចចូលទៅលើសេវាកម្មដែលមានពាក្យថា TikTok like chip ក៏បាន TikTok like new ក៏បាន TikTok like ក៏បានសម្រាប់3សេវាកម្មនេះគឺសុទ្ធតែតាក់ទងទៅនឹង TikTok like ទាំងអស់បងប្អូនអាចចុចចូលទៅលើសេវាកម្មមួយណាក៏បានដែរបងប្អូនសម្រាប់ខ្ញុំគឺខ្ញុំជ្រើសរើសទៅលើសេវាកម្ម TikTok like ហើយបន្ទាប់មកទៀតនោះគឺបងប្អូនអាចអូសមកក្រោមបន្តិចទៀតហើយបងប្អូនចុចចូលទៅលើពាក្យថា serviceដែលនៅក្នុងនឹងផងដែរគឺវាមានserviceជាច្រើនប្រភេទសម្រាប់ឲ្យបងប្អូនចុចចូលជ្រើសរើសប្រើប្រាស់ទៅតាមតម្រូវការរបស់បងប្អូនគឺវាមានserviceដូចជា TikTok like high quality TikTok like high quality profile TikTok like bot TikTok like low quality TikTok like 100% real ចំពោះរាល់serviceទាំងអស់គឺសុទ្ធតែមានតម្លៃស្រាប់នៅលើនឹងតែម្ដងមិនត្រឹមតែប៉ុណ្ណោះគឺវាមានតម្លៃសមរម្យមែនទែនហើយធានាគុណភាពជូនដល់បងប្អូនដូចគ្នាដូច្នេះហើយបងប្អូនស្រឡាញ់ពេញចិត្តទៅលើសវិសមួយណាបងប្អូនអាចចុចចូលជ្រើសរើសទៅលើសវិសមួយនឹងបានហើយសម្រាប់ខ្ញុំក្នុងថ្ងៃនេះគឺខ្ញុំសូមជ្រើសរើសទៅលើសវិសដែលមានលេខកូដ166គឺសវិសដែលនៅខាងលើគេបង្អស់បងប្អូននៅពេលដែលបងប្អូនបានចុចចូលជ្រើសរើសសវិសរួចរាល់អស់ហើយបងប្អូនអូសមកក្រោមបងប្អូននឹងឃើញមានពាក្យថា link ដែលនៅត្រង់កន្លែងនេះគឺជាកន្លែងសំខាន់ជាងគេនៅក្នុងវីដេអូមួយនេះគឺតម្រូវបងប្អូនចូលទៅ copy link វីដេអូ TikTok របស់បងប្អូនចូលដើម្បីទាញយក link វីដេអូ TikTok របស់បងប្អូនបានបងប្អូនចូលទៅកាន់ account TikTok របស់បងប្អូនមកហើយបងប្អូន select ចូលទៅលើវីដេអូណាមួយដែលបងប្អូនចង់ boost ចំនួន like ឧទាហរណ៍ខ្ញុំជ្រើសរើសទៅលើវីដេអូមួយនេះនៅពេលដែលបងប្អូនចូលទៅកាន់វីដេអូរបស់បងប្អូនហើយបងប្អូននឹងឃើញមានពាក្យ share បងប្អូនអាចចុចចូលទៅលើពាក្យ share នឹងបានបន្ទាប់មកបងប្អូនចុចចូលទៅលើពាក្យថា copy link បន្ទាប់ពីបងប្អូនបាន copy link វីដេអូ TikTok របស់បងប្អូនហើយបងប្អូនអាចចូលទៅកាន់ website យើងវិញដើម្បីផាស link វីដេអូ TikTok របស់បងប្អូនចូលហើយបន្ទាប់ពីនឹងមកទៀតនោះគឺបងប្អូនអាចចូលទៅបំពេញចំនួន like ឬក៏ចំនួនបេះដូងដែលបងប្អូនចង់ boost នៅខាងក្រោមនេះបានដែលនៅក្នុងហ្នឹងគឺបងប្អូនអាចដាក់បានចាប់ពីចំនួន10 like ឡើងសម្រាប់ខ្ញុំធ្វើជាឧទាហរណ៍បងប្អូនខ្ញុំដាក់ត្រឹមតែចំនួន10 like ទេបងប្អូនចំពោះឆាតដែលនៅខាងក្រោមនេះគឺជាតម្លៃសេវាកម្មនេះទៀតសោតគឺវាអត់ថេរទេបងប្អូនវាអាចនឹងប្រែប្រួលអូតូទៅតាមចំនួន like ដែលបងប្អូនបានដាក់នៅខាងលើជាឧទាហរណ៍ដូចខ្ញុំដាក់ត្រឹមចំនួន10អញ្ចឹងតម្លៃសេវាកម្មគឺស្មើនឹង $0.001 ដុល្លារក៏ប៉ុន្តែប្រសិនបើបងប្អូនដាក់ចំនួន like នៅខាងលើនឹងច្រើនជាងនេះបងប្អូននឹងឃើញតម្លៃសេវាកម្មនៅខាងក្រោមនឹងវាអាចនឹងកើនឡើងទៅតាមចំនួនដែលបងប្អូនបានដាក់នឹងដូចគ្នាចំណែកឯរយៈពេល2នាទីដោយដែលបងប្អូនបានឃើញនឹងវាគឺជារយៈពេលដំណើរការនៃការ boost ចំនួន like នៅលើវីដេអូ TikTok របស់បងប្អូនមានន័យថាបន្ទាប់ពី2នាទីក្រោយនៅពេលដែលបងប្អូនបានចុចចូល submit រួចរាល់បងប្អូននឹងឃើញចំនួន like នៅលើវីដេអូ TikTok របស់បងប្អូនកើនឡើងទៅតាមចំនួន like ដែលបងប្អូនបាន boost ក៏ប៉ុន្តែចំពោះរយៈពេលនេះផងដែរវាអាចនឹងយូរជាងនេះតិចតួចទៅតាម service ដែលបងប្អូនបានចុចចូលជ្រើសរើសនៅខាងលើនឹងដូចគ្នាហើយ description នៅខាងក្រោមនេះគឺបងប្អូនអាចចូលទៅអានបានដោយសារតែវាគឺជា description របស់ service ដែលបងប្អូនបានចុចចូលជ្រើសរើសហើយមុនពេលដែលបងប្អូនចុចចូល submit បងប្អូនអាចអូសឡើងលើឡើងវិញដើម្បីពិនិត្យផ្ទាល់ថារាល់ service ទាំងអស់បងប្អូនបានចុចចូលជ្រើសរើសបានត្រឹមត្រូវក៏ដូចជា link វីដេអូ TikTok របស់បងប្អូនបានបំពេញបានត្រឹមត្រូវប្រសិនបើបងប្អូនជ្រើសរើសក៏ដូចជាបំពេញបានត្រឹមត្រូវអស់ហើយបងប្អូនអាចចុចចូល submit នៅខាងក្រោមនេះបាន
នៅពេលដែលបងប្អូនបានចុចចូល submit រួចរាល់បងប្អូននឹងឃើញមានពាក្យថា your order received ដែលវាដូចជាវិក័យប័ត្រមួយបញ្ជាក់ប្រាប់បងប្អូនថាបងប្អូនបានចុចចូលធ្វើសេវាកម្មមួយនឹងដោយជោគជ័យហើយវាក៏មានការបញ្ជាក់ឡើងវិញទាំងអស់រាល់សេវីដែលបងប្អូនបានចុចចូលជ្រើសរើស link វីដេអូ TikTok របស់បងប្អូនចំនួន like ដែលបងប្អូនបានពុះនិងតម្លៃសេវាកម្មទាំងអស់ដែលបងប្អូនត្រូវចំណាយដូច្នេះហើយបងប្អូនអាចពិនិត្យផ្ទៀងផ្ទាត់សារឡើងវិញនៅត្រង់កន្លែងនឹងបានចំពោះរយៈពេលរងចាំដែលខ្ញុំបានបញ្ជាក់ប្រាប់បងប្អូនអំបញ្ញមិញអញ្ចឹងគឺបងប្អូនអាចរងចាំរយៈពេល2នាទីឬក៏យូរជាងនេះតិចតួចទៅតាមសវីដែលបងប្អូនបានចុចចូលជ្រើសរើសនោះបងប្អូននឹងឃើញចំនួន like នៅលើវីដេអូ TikTok របស់បងប្អូនកើនឡើងទៅតាមចំនួន like ដែលបងប្អូនបានប៊ូសក៏ប៉ុន្តែអត់តម្រូវបងប្អូនរងចាំនៅក្នុង website នឹងទេគឺបងប្អូនអាចចុចចេញពី website នឹងវិញបានហើយសម្រាប់ការទិញឬក៏ប៊ូស like វីដេអូ TikTok ជាមួយនឹង website JSMM គឺមានតែប៉ុណ្្នឹងទេបងប្អូនគឺងាយស្រួលមែនតើបងប្អូនអាចសាកល្បងធ្វើតាមវិធីនៅក្នុងវីដេអូមួយនេះបានធានាថាបងប្អូននឹងឃើញប្រសិទ្ធភាពពិតៗដូច្នេះវីដេអូថ្ងៃនេះក៏ដល់ទីបញ្ចប់ដែរបងប្អូនអរគុណបងប្អូនសម្រាប់ការតាមដានវីដេអូពីដើមដល់ចប់ហើយក៏សូមអធិស្ឋានផងដែរប្រសិនបើមានពាក្យពេចន៍ខុសឆ្គងឬក៏សំឡេងរំខានណាមួយជម្រាបលាបងប្អូនជួបខ្ញុំនៅវីដេអូក្រោយ